សួស្តីបងប្អូនទាំងគ្នាបងប្អូនតែងតែទិញវីតាមីនឬក៏ផលិតផលឬក៏អឺភេសជ្ជៈដែលមានវីតាមីន D ដើម្បីបរិភោគនិងឲ្យកូនបរិភោគដែរថ្ងៃនេះខ្ញុំលើកយកការពុលវីតាមីន D ការពុលវីតាមីននេះចំពោះកុមារតូចជាង1ឆ្នាំមិនឲ្យប្រើប្រាស់លើសពី10000 EUI ក្នុងមួយថ្ងៃទេហើយកុមារអាយុចាប់ពី1ឆ្នាំទៅដល់10ឆ្នាំមិនឲ្យលើសពី20000ប្រើប្រាស់រហូតមិនឲ្យលើសពី20000 EUI ទេក្នុងមួយថ្ងៃចំពោះកុមារអាយុ10ឆ្នាំទៅ18ឆ្នាំហ្នឹងមិនឲ្យប្រើប្រាស់លើសពី40000 EUI ទេក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យវិញពី18ឆ្នាំឡើងទៅគឺមិនឲ្យលើសពី50000 EUI ទេក្នុងមួយថ្ងៃហើយបើយើងញ៉ាំរយៈពេលដែលច្រើនចាប់ពី1ខែឡើងទៅយើងអាចមានរោគសញ្ញាដូចជាក្អួតឬក៏ចង្អោរបាត់បង់ចំណីអាហារស្រេកទឹកនោមញឹកឈឺពោះមានអារម្មណ៍ច្បងច្បល់ច្បាប់បេះដូងដើរមិនទៀងទាត់ហើយនឹងមានគ្រោះនៅទំងនោមឯកម្រិតដែលការប្រើប្រាស់វីតាមីន D មិនឲ្យពុលនោះទី1គឺកុមារអាយុពី0ខែទៅ12ខែយើងប្រើតែ200 EUI ក្នុងមួយថ្ងៃទេហើយកុមារចាប់ពី1ឆ្នាំទៅ14ឆ្នាំយើងប្រើតែ400 EUI ក្នុងមួយថ្ងៃហើយកុមារឬក៏ក្មេងអាយុពី14ឆ្នាំរហូតដល់ចាស់អាយុ70យើងប្រើតែ600 EUI ទេក្នុងមួយថ្ងៃឯអ្នកចាស់ធំជាង70ឆ្នាំគឺ800 EUI ក្នុងមួយថ្ងៃបើបងប្អូនមានរោគសញ្ញាដូចខាងលើសូមបងប្អូនប្រញាប់ទៅជួបនឹងវិទ្យាឌិតឬក៏នាំកូនបងប្អូនទៅជួបនឹងវិទ្យាឌិតដើម្បីព្យាបាលនិងឲ្យបានត្រឹមត្រូវសូមអរគុណ